ប្រសិនបើឆ្នាំនេះអ្នកមានអាយុ18ឆ្នាំសូមអបអរសាទរផងរបៀបសាកល្បងបានបញ្ចប់ទៅហើយចាប់ពីវិនាទីនេះតទៅគ្មាននរណាម្នាក់មកប្រាប់អ្នកទៀតទេថាត្រូវធ្វើអ្វីត្រូវអានអ្វីឬត្រូវដើរទៅផ្លូវណានៅពេលដែលអ្នកធ្វើខុសបន្ទាប់ពីនេះទៅពាក្យថានៅក្មេងខ្ចីមិនអាចយកមកធ្វើជាលេសបានទៀតឡើយបន្ទាប់ពីនេះទៅអ្នកនឹងត្រូវខ្វល់ខ្វាយក្នុងរឿងដែលមិនធ្លាប់ជួបពីមុនមកគ្មានលុយទិញបាយហូបគ្មានលុយបង់ថ្លៃផ្ទះជួលគ្មានលុយបង់ថ្លៃសាលាអ្នកដទៃពួកគេនឹងលែងចាប់អារម្មណ៍ហើយថាអ្នកបានព្យាយាមខ្លាំងប៉ុណ្ណាពិភពលោកនឹងវាស់វែងអ្នកតែលើលទ្ធផលសុទ្ធសាធតែប៉ុណ្ណោះធ្វើបានស្មើនឹងរស់ធ្វើមិនបានក៏ត្រូវគេបោះបង់ចោលទៅមនុស្សខ្លះនឹងអាចទៅបានឆ្ងាយហើយមនុស្សខ្លះនឹងបាត់បង់ទៅហើយមនុស្សខ្លះទៀតក៏នឹងលែងមានវត្តមាននៅក្នុងជីវិតរបស់អ្នកទៀតដែរគ្មាននរណាម្នាក់មករងចាំគ្មាននរណាម្នាក់មកជួយទាញអ្នកឡើងដោយកាលពីមុនទៀតឡើយប្រសិនបើអ្នកនៅតែប្រើជីវិតបែបដដែលមិនព្រមបង្កើតជំនាញមិនព្រមបង្កើតតម្លៃមិនព្រមបង្កើតអ្វីសម្រាប់ខ្លួនឯងក្នុងរយៈពេលប្រហែលឆ្នាំខាងមុខទៀតអ្នកនឹងក្លាយជាមនុស្សធំដែលគ្មានតម្លៃប៉ុន្តែអ្វីដែលមនុស្សជាច្រើនបានខុសឆ្គងនោះគឺពួកគេនៅតែគិតថាខ្លួនឯងនៅមានពេលវេលាច្រើនទៀតចូលចងចាំទុកចាប់ពីថ្ងៃនេះតទៅរាល់ថ្ងៃដែលអ្នកមិនព្រមអភិវឌ្ឍខ្លួនឯងគឺមានមនុស្សរាប់ពាន់អ្នកផ្សេងទៀតកំពុងតែរត់ចេញអ្នកទៅមុខដោយមិនងាកក្រោយមើលអ្នកឡើយរបៀបសាកល្បងបានបញ្ចប់ហើយបន្ទាប់ពីនេះទៅគឺជារបៀបរស់រានមានជីវិតដែលនឹងគ្មាននរណាម្នាក់មកបង្រៀនអ្នកទៀតឡើយ